ចាសសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីនាទីចុងសប្តាហ៍ជួបអ្នកតំណាងក្នុងសប្តាហ៍នេះយើងបាននាំយកសមាជិកមួយរូបមកពីខេត្តស្វាយរៀងលោកសឹងភិរមជាក្រុមប្រឹក្សាខេត្តស្វាយរៀងចង់ដឹងថាតើលោកបានបំពេញការងារអ្វីខ្លះជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់លោកយើងទៅតាមដានទស្សនាវីដេអូទាំងអស់គ្នាស្វាយរៀងដួងចិត្តជីវិតខ្ញុំអើយទាំងដីនេះហើយធ្លាប់រកក្បែរអូនច្រើនឆ្នាំរស់ស័ក្តិអណ្ដែតដូចក្បូនព្រាន់ពីរូបអូនសែនឆ្ងាយកនឡងជួបអ្នកតំណាងចុងសប្តាហ៍ជាវេទិការបស់ម្ចាស់ឆ្នោតចាសសូមជម្រាបសួរទៅកាន់លោកភិរមនាងខ្ញុំមានសំណួរខ្លះចង់ធ្វើការសាកសួរទៅកាន់លោកភិរមថាតើចាប់តាំងពីចូលកាន់តំណែងមកទល់នឹងពេលបច្ចុប្បន្នតើលោកបានបំពេញកាតព្វកិច្ចអ្វីខ្លះជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់លោកហើយអ្វីជាសមិទ្ធផលដែលលោកបានធ្វើកំឡុងពេលបំពេញការងារបាទចាប់តាំងពីខ្ញុំបានចូលកាន់តំណែងមកដល់បច្ចុប្បន្ននេះខ្ញុំបានបំពេញកាតព្វកិច្ចក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋនិងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនិងជួយសម្រួលលើវិស័យសុខាភិបាលឲ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋលើវិស័យហេដ្ឋារចនាសម្ព័ន្ធបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋមានដូចជាផ្លូវសណ្ដាប់ធ្នាប់សាធារណៈបរិស្ថាននិងសេវានានាលក្ខណៈបាទចំពោះសមិទ្ធផលដែលខ្ញុំបានបំពេញកន្លងមកមានដូចជាជួយសម្រួលផ្លូវមួយចំនួនដែលពិបាកឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឲ្យមានភាពងាយស្រួលជាងមុនបាទនិងជំរុញឲ្យមានដំណោះស្រាយចំពោះបណ្ដឹងរបស់ប្រជាពលរដ្ឋដែលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាទនិងឯកសារផ្សេងៗដែលមានការយឺតយ៉ាវអញ្ចឹងយើងជំរុញសួរនាំទៅមន្ត្រីពាក់ព័ន្ធដើម្បីបម្រើការងារនេះជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាចាសសូមអរគុណនាងខ្ញុំបានលើកឡើងអំពីបញ្ហាផ្លូវក៏ដូចជាបញ្ហាឯកសារយឺតយ៉ាវមួយចំនួនតើលោកបានអន្តរាគមន៍ទៅលើផ្លូវប្រភេទណាហើយរីឯឯកសារវិញតើឯកសារហ្នឹងជាប្រភេទឯកសារអ្វីបាទផ្លូវដែលខ្ញុំបានអន្តរាគមន៍ជាប្រភេទផ្លូវក្រាលកៅស៊ូដែលរងការខូចខាតដែលមានលេខ3 SVR 7ស្ថិតនៅក្នុងស្រុកចន្ទ្រាបាទនិងផ្លូវលំមួយចំនួនទៀតនៅក្នុងនោះឯកឧត្តមអភិបាលខេត្តលោកក៏បានទទួលយកនិងចុះត្រួតពិនិត្យជាមួយមន្ត្រីជំនាញបច្ចេកទេសរួចរាល់ហើយផងដែរចំពោះការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជាទូទៅជាប្រភេទបណ្ដឹងបញ្ហាទំនាស់ដីធ្លីយើងបានដោះស្រាយតាមយន្តការសម្របសម្រួលដោយភាគីពាក់ព័ន្ធដោយមានការចូលរួមពីមេធាវីសាលាខេត្តនាយករដ្ឋបាលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតដោយឡែកទាក់ទងទៅនឹងការសម្រួលឯកសារដែលយឺតយ៉ាវភាគច្រើនគឺជាឯកសារប្រភេទប្លង់កម្មសិទ្ធិដីធ្លីនៅក្នុងនោះយើងដឹងហើយថាមន្ត្រីយើងបានរៀបចំវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធអញ្ចឹងទៅបញ្ហានេះវាមានការកកស្ទះមួយចំនួននៅក្នុងនោះជាពលរដ្ឋគាត់បានស្នើសុំជួយធ្វើកិច្ចអន្តរាគមន៍ចំពោះប្លង់កម្មសិទ្ធិរបស់គាត់អញ្ចឹងយើងក៏បានជំរុញឲ្យគាត់ដាក់ពាក្យបណ្ដឹងតាមរយៈប្រធានការិយាល័យពលរដ្ឋដើម្បីដោះស្រាយជូនគាត់នៅក្នុងនោះយើងឃើញថាប្រធានការិយាល័យពលរដ្ឋនឹងគាត់ក៏បានយកចិត្តទុកដាក់ក្នុងការដោះស្រាយនេះផងដែរចាសសូមអរគុណទៅកាន់លោកភិរមនាងខ្ញុំសូមចូលទៅកាន់សំណួរមួយទៀតដែលនាងខ្ញុំចង់ដឹងថាតើនៅពេលដែលបំពេញកាតព្វកិច្ចឬក៏ការងារផ្សេងតើលោកបានជួបប្រទះនឹងបញ្ហាអ្វីខ្លះហើយអ្វីជាបញ្ហាចម្បងដែលតែងតែកើតមាននៅក្នុងខេត្តរបស់លោកអញ្ចឹងបញ្ហាដែលជួបប្រទះអំឡុងពេលបំពេញកាតព្វកិច្ចនេះគឺសំណុំពររបស់ប្រជាពលរដ្ឋគាត់បានស្នើសុំឲ្យជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់
តាក់ទងទៅនឹងផ្លូវខូចពិបាកក្នុងការធ្វើដំណើរសាលាបង្រៀននិងមណ្ឌលសុខភាពដែលនៅឆ្ងាយពីពួកគាត់អីចឹងទៅបាទអញ្ចឹងយើងដឹងហើយថាក្នុងនាមជាសមាជិកក្រុមប្រឹក្សាឬជាអ្នកតំណាងប្រជាពលរដ្ឋយើងត្រូវតែយកចិត្តទុកដាក់ត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋចំពោះបញ្ហាចម្បងនៅក្នុងខេត្តដែលធ្វើឲ្យយើងមានការព្រួយបារម្ភទី1នោះគឺគ្រោះថ្នាក់ចរាចរណ៍ទី2នោះគឺការប្រើប្រាស់គ្រឿងញៀនអញ្ចឹងបញ្ហាចម្បងនេះគឺគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើងឥតឈប់ឈរចំណែកការប្រើប្រាស់គ្រឿងញៀននៅតែមានដូច្នេះហើយធ្វើឲ្យយើងមានការព្រួយបារម្ភកាន់តែខ្លាំងមែនទែនចាសសូមអរគុណទៅកាន់លោកភិរមនាងខ្ញុំបានឮថាបញ្ហាចម្បងដែលតែងតែកើតមាននៅក្នុងខេត្តរបស់លោកគឺតាក់ទងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហើយនិងបញ្ហាគ្រឿងញៀនតើបញ្ហាទាំងពីរហ្នឹងវាបង្កឡើងមកពីកត្តាអ្វីខ្លះហើយបើសិនជាវាកើតឡើងតើលោកមានមតិឬក៏ដំណោះស្រាយយ៉ាងណាចំពោះបញ្ហាទាំងអស់នេះតាក់ទងទៅនឹងបញ្ហាចរាចរណ៍បញ្ហាចរាចរណ៍វាមានកត្តាពីរសំខាន់បាទទី1គឺកត្តាផ្លូវទី2គឺកត្តាមនុស្សកត្តាទាំងពីរនេះវាមានសារៈសំខាន់ណាស់ព្រោះថាផ្លូវជាតិលេខ1ខ្ញុំគិតថាវារៀងតូចចង្អៀតបន្តិចកត្តាទី2គឺកត្តាមនុស្សគឺដោយសារបងប្អូនប្រជាពលរដ្ឋគាត់បើកបរពុំសូវគោរពច្បាប់ចរាចរណ៍អញ្ចឹងទៅចំពោះដំណោះស្រាយវិញខ្ញុំតែងតែជំរុញឲ្យមន្ត្រីពាក់ព័ន្ធជាពិសេសគឺនគរបាលចរាចរណ៍លោកជួយពិនិត្យស្នាមគំនូសចរាចរណ៍ក៏ដូចជាស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវនិងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋនៅពេលដែលធ្វើដំណើរបាទពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀននេះយើងនៅមិនទាន់កំណត់បានទេថាវាកើតឡើងដោយរបៀបណាបើយោងទៅលើរបាយការណ៍របស់រដ្ឋបាលខេត្តយើងឃើញថាមន្ត្រីបង្ក្រាបបានជារៀងរាល់ខែចំពោះមតិយោបល់របស់ខ្ញុំវិញខ្ញុំតែងតែលើកទឹកចិត្តដល់មន្ត្រីក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននិងស្នើឲ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីណែនាំដល់ប្រជាពលរដ្ឋឲ្យជៀសឆ្ងាយពីគ្រឿងញៀននឹងផងដែរបាទចាសសូមអរគុណទៅកាន់លោកភិរមយ៉ាងណាមិញប្រសិនបើលោកភិរមជួបនៅបញ្ហានៅក្នុងកំឡុងពេលបំពេញការងារតើលោកនឹងមានដំណោះស្រាយអ្វីខ្លះក្នុងការដោះស្រាយនៅបញ្ហាទាំងអស់នោះចំពោះដំណោះស្រាយវិញខ្ញុំតែងតែជំរុញនិងកើនរំលឹកដល់មន្ត្រីពាក់ព័ន្ធដែលមានទូនាទីនិងជំនាញឲ្យមានវិធានការឬទប់ស្កាត់ខ្ញុំតែងតែលើកកង្វល់ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយរៀងរាល់កិច្ចប្រជុំក្រុមប្រឹក្សាខេត្តបាទចាសសូមអរគុណទៅកាន់លោកភិរមនាងខ្ញុំសូមចូលទៅកាន់សំណួរបន្តនាងខ្ញុំចង់ដឹងថាហេតុអ្វីបានជាលោកភិរមចូលប្រឡូកក្នុងនយោបាយដែលអ្នកគ្រប់គ្នាគិតថានយោបាយជារឿងមួយដ៏គួរឲ្យខ្លាចអញ្ចឹងមូលហេតុដែលខ្ញុំចូលរួមនៅក្នុងវិស័យនយោបាយគឺដោយសារនយោបាយមានសារៈសំខាន់ណាស់ប្រទេសជាតិគង់វង្សសង្គមរីកចម្រើនទៅមុខបានគឺដោយសារនយោបាយនេះឯងចំពោះទស្សនៈមួយចំនួនដែលលើកឡើងឬក៏និយាយថានយោបាយគួរឲ្យខ្លាចខ្ញុំគិតថាទស្សនៈបែបនេះគឺមិនត្រូវទេព្រោះយើងដឹងហើយថាប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យដូច្នេះហើយនយោបាយមានចែងនៅក្នុងច្បាប់ស្តីពីគណៈបកនយោបាយឲ្យវាស្របទៅនឹងរដ្ឋធម្មនុញ្ញនៃប្រជាជនកម្ពុជាព្រោះយើងដឹងហើយថារដ្ឋធម្មនុញ្ញនេះហើយដែលការពារសិទ្ធិធ្វើនយោបាយសម្រាប់ប្រជាពលរដ្ឋគ្រប់រូបអញ្ចឹងយុវជននិងប្រជាពលរដ្ឋទាំងអស់ដែលចង់ចូលរួមចំណែកក្នុងការកសាងសង្គមជាតិឲ្យមានការរីកចម្រើនត្រូវតែងាកមកមើលឬក៏ចូលរួមក្នុងវិស័យនយោបាយបាទដើម្បីឲ្យមានឱកាសបញ្ចេញសមត្ថភាពដែលខ្លួនមានទៅបម្រើសង្គមនិងជាប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូលផងដែរចាសសូមអរគុណលោកភិរមយ៉ាងណាមិញប្រសិនបើលោកភិរមបានជាប់ឆ្នោតនាពេលខាងមុខតើលោកភិរមនឹងធ្វើអ្វីខ្លះដល់ខេត្តរបស់លោកប្រសិនបើខ្ញុំបានជាប់ឆ្នោតក្នុងអាណត្តិក្រោយទៀតខ្ញុំនឹងបន្តខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋរបស់ខ្ញុំឲ្យបានល្អចូលរួមដោះស្រាយទុក្ខកង្វល់ក៏ដូចជាបញ្ហានានារបស់ប្រជាពលរដ្ឋចូលរួមចំណែកអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនទៅមុខទៀតជាលំដាប់បាទសូមអរគុណ
អ្នកតំណាងចុងសប្តាហ៍ជាវេទិការបស់ម្ចាស់ឆ្នោតចាក្រោយពីបានទស្សនាវីដេអូរបស់លោកសឹងភិរមរួចមកនេះខ្ញុំបានមើលឃើញថាលោកពិតជាមានការយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវថ្នល់លោកបានអន្តរាគមន៍ទៅលើផ្លូវថ្នល់ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរមួយវិញទៀតលោកបានយកចិត្តទុកដាក់ទៅលើបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរយ៉ាងណាមិញប្រសិនបើបងប្អូនមានមតិយោបល់យ៉ាងណាសូមធ្វើការបញ្ចេញមតិនៅក្នុងប្រអប់សារខាងក្រោមពួកយើងសន្យាថានឹងជួបគ្នាម្ដងទៀតនៅសប្តាហ៍ក្រោយខណៈពេលនេះនាងខ្ញុំនិងក្រុមការងារសូមអរគុណសូមជម្រាបលា